បាទសូមស្វាគមន៍មកកាន់ Channel បាទធីទូនេតិនរឿងខ្មែរបាទថ្ងៃនេះដែរ admin បាទបានពំនាំនៅសាច់រឿងបាទថ្មីមួយមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាមេត្តារីករាយសន្តាប់ប៉ុន្តែមុននឹងឈានចូលទៅដល់សាច់រឿងនេះadmin ក៏សូមបាទជួយបាទឲ្យបងប្អូនមេត្តាជួយចុចបាទចុចជីវឬក៏ចុច Subscribe ឬក៏ចុចមេដៃបាទឬក៏ចុច comment បាទទៅសេនៅសាច់រឿងដែលបងប្អូនទាំងអស់គ្នាចង់ឲ្យ admin និយាយរឿងហ្នឹងបាទ admin នឹងទទួលបានទាំងអស់បើសិនជាបងប្អូនស្រឡាញ់និងពេញចិត្តតែកុំភ្លេចបងប្អូនត្រូវតែជួយចុចជីវម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមពី admin តោះកុំឲ្យខាតពេលវេលាយូរយើងឈានចូលទៅសាច់រឿងតែម្ដងបាទនៅថ្ងៃមួយមាននារីពស់ធំម្នាក់បាទចិត្តគ្រប់ខែណាបាទគាត់ចិត្តគ្រប់ខែហើយថ្ងៃនោះគាត់បានបាទធ្វើដំណើរទាំងយប់បាទជាមួយនឹងប្តីបាទជាមួយនឹងប្តីបាទដោយនៅក្នុងឡានហ្នឹងមានចំនួនមនុស្ស3នាក់បាទទី1គឺកូនប្រុសច្បងរបស់គាត់ទី2គឺម្ដាយដែលពស់ធំហ្នឹងទី3គឺប្តីរបស់គាត់បាទតែថាគ្រួសារណាគ្រួសារ3នាក់បាទមានកូនប្រុសច្បង1ហើយនឹងអ្នកទងន់នឹង1ហើយនឹងតកង់ឡានដែលជាប្តីនឹងម្នាក់បាទក៏បានធ្វើដំណើរទាំងយប់លំលឹងអត្រាតអញ្ចឹងបងប្អូនចាស់ពីដើមគាត់តែងតែនិយាយថាបើសិនជាត្រីពស់ធំណាបាទគេឲ្យធ្វើដំណើរពេលយប់ទេមិនថាមានបញ្ហាឬក៏លក្ខណៈអីដែរគឺមិនឲ្យចិត្តគ្រប់ខែគេមិនឲ្យធ្វើដំណើរពេលយប់ទេដោយសារតែបច្ចុប្បន្នគឺមិនថាបច្ចុប្បន្នគឺពីយូរលង់ណាស់មកហើយចាស់ពីដើមគាត់តែងតែមានដំណើរតគ្នាថាមិនឲ្យដើរយប់ឡើងទេដោយសារតែមានពួកអមនុស្សឬក៏ពួកផ្សេងហ្នឹងវាតែងតែឡើងបន្លាចតែងតែខ្លែងបន្លំធ្វើនេះធ្វើនោះឬក៏ធ្វើយ៉ាងទៅដែលបងបងយល់ដឹងណាអាហ្នឹងវាបែបហ្នឹងវាដូចចឹងចាស់ក៏ប្រាប់ចែបកាទុកកុំឲ្យមានដើរយប់ប្រលប់ស្ត្រីពស់ធំអីចឹងណាបងប្អូនបាទឬក៏បានធ្វើដំណើរទៅបាទតាមដងផ្លូវហ្នឹងស្រាប់ទៅដល់កន្លែងមួយស្ងាត់ចងំបាទស្ងាត់ចងំក៏មានបាទនារីម្នាក់ឈរនៅចំកណ្ដាលផ្លូវបាទដែលប្តីនឹងមើលមួយផ្លែតឃើញមួយផ្លែតបាទមួយផ្លែតឃើញមួយផ្លែតបាទហើយកន្លែងហ្នឹងដែរគឺកន្លែងដែលស្ងាត់ហ្នឹងគឺជាកន្លែងជើងកបបាទកន្លែងដែលជើងកបកន្លែងដែលគ្រោះថ្នាក់គឺមកដល់ទីហ្នឹងគឺតែងតែមានគ្រោះថ្នាក់បើមិនស្លាប់ឬក៏បាក់ដៃបាក់ជើងអីចឹងទៅបាទមិនស្លាប់ទេក៏បាក់ដៃបាក់ជើងខ្លះក៏ខ្លាចជាបាទខ្មោចតៃហោងដែលនៅចាំទីហ្នឹងហ្មងទៅបាទចឹងទៅក៏បានធ្វើដំណើរមកដល់បាទកន្លែងស្ងាត់ហ្នឹងបាទស្រាប់តែប្តីហ្នឹងបាទឃើញម្ដងមានមនុស្សម្ដងមិនមានមនុស្សបាទតែគាត់ថាខ្លួនឯងស្វាំងភ្នែកណាបាទគាត់ថាខ្លួនឯងស្វាំងភ្នែកក៏យកដៃរបស់ខ្លួនហ្នឹងញីភ្នែកបាទញីភ្នែកទៅក៏បើកធ្វើដំណើរទៅមុខទៀតប៉ុន្តែគាត់ថាមកដល់ទៅហ្នឹងជន់នឹងលឿនតិចព្រោះយប់តិចហើយម៉ោង12ម៉ោង1លំលឹងអាទិត្យយប់ហើយចឹងវាកន្លែងហ្នឹងវាស្ងាត់ហើយវាវែងផងបាទតម្រាំដល់ភូមិហ្នឹងវាយូរដែរអញ្ចឹងទៅក៏ព្យាយាមបើកឡានឡើងលឿនប៉ុន្តែជាអកុសលបងប្អូនបាទក៏បានធ្វើដំណើរទៅស្រាប់តែប្តីនឹងភាំងឃើញដូចមានមនុស្សឈរពីមុខឡានហ្នឹងហ្មងមកឈរពីមុខឡានហ្នឹងស្រាប់តែប្តីចាប់ភាំងងឹកចាប់ភាំងងឹកនោះប្រពន្ធក៏យើងលក្ខណៈថាពាក់ខ្សែក្រវ៉ាត់ដែរតែពេលយើងចាប់ប្រាំងយើងមិនឈួរទៅមុខឯងបងប្អូនបាទយើងរៀងជំរុលទៅមុខទៅបាទជំរុលទៅមុខទៅប្រពន្ធហ្នឹងក៏រៀងអឺចឹងទៅក៏សួរប្តីកើតអ្វីបងមិនចុះបងចាប់ប្រាំងងក់អញ្ចឹងមិនមានបញ្ហាមែនបងមានបញ្ហាអីប្តីក៏ឆ្លើយប្រាប់ប្រពន្ធថាមិញអូនបងដូចជាឃើញមានមនុស្សឈរពីមុខឡានបងខំចាប់ប្រាំងហើយជីបងងុយគេងពេកក៏ស្វាំងភ្នែកអញ្ចឹងទៅក៏ប្រពន្ធប្រាប់ថាអត់អីទេប្តីបើកតិចទៅយូរគង់តែនឹងដល់ទេបាទតែចៃដន្យ
ពេលវេលាហ្នឹងគឺជាពេលវេលាដល់ថ្ងៃខែដែលប្រពន្ធត្រូវបាទទៅដល់ថ្ងៃកើតនិយាយដល់ថ្ងៃកើតស្រាប់តាប្រពន្ធសេចប្រាប់ប្តីថាបងអូនដូចមានអារម្មណ៍មិនសាប់មិនសល់ក្នុងខ្លួនសោះដូចមានអារម្មណ៍ដូចមិនដឹងទេក្នុងខ្លួនដូចរសាប់រសល់ដូចរៀងឈឺបន្តិចរៀងបាត់បន្តិចរៀងឈឺពោះបន្តិចរៀងឆ្អល់បន្តិចប្តីក៏សួរថាអូនកាត់អីក៏បានចាប់ប្រពន្ធអញ្ចឹងអត់អីទេចាំបងព្យាយាមបើកឡានទៅពេទ្យស្រាប់តាបើក3នោះក៏បើកព្យាយាមបើកឡានឡើងលួនទៅពេទ្យតែមិនទាន់ផុតអាកន្លែងព្រៃស្ងាត់ហ្នឹងទេកន្លែងផ្លូវដែលស្ងាត់ហ្នឹងទេមិនផុតទេស្រាប់តែឃើញជប់ដើរកាត់មុខទៀតដើរកាត់មុខដូចក៏ជន់ងក់ទៀតចំណុចហ្នឹងហើយបងប្អូនប្តីចាប់ដើមភ្ញាក់ខ្លួនព្រឹតមកថាប្រហែលជាមានខ្មោចលងបាទប្រហែលជាមានខ្មោចលងអញ្ចឹងទៅក៏ប្តីនឹងតាំងស្មារតីហ្នឹងហើយកូនប្រុសគាត់នៅក្រោយណាអាយុប្រហែលជាទង3ឆ្នាំបាទគ្នាដេកលក់ឲ្យគ្នាមិនដឹងថាអាម៉េចទេបាទប្រពន្ធនោះក៏ចេះឈឺចុកចូលបារម្ភពីប្រពន្ធប្តីនោះបារម្ភពីប្រពន្ធផងអីផងដៃមួយខាងបើកាន់ចង្កូតខាងដៃមួយខាងទៀតកាន់ដៃប្រពន្ធស្រែកអូយឈឺណាប្រពន្ធចេះស្រែកអញ្ចឹងចៃដន្យទៅដល់អាកន្លែងហ្នឹងផ្លូវបត់បងប្អូនផ្លូវបត់ប៉ុន្តែជាអកុសលប្តីហ្នឹងបាទបើកទៅបាទដែលបារម្ភផងដែលអារម្មណ៍មិននៅក្នុងខ្លួនណាគិតពីប្រពន្ធផងតាមមួយគិតពីនេះតាមផ្លូវដៃម្ខាងកាន់ចង្កូតគិតថាខ្លាចប្រពន្ធកើតនៅក្នុងឡានអញ្ចឹងណាក៏ភ្លេចចាប់អារម្មណ៍បាទផ្លូវកន្លែងហ្នឹងបត់កោងខ្លាំងណាស់បែរវាកោងខ្លាំងណាស់បងប្អូនកោងខ្លាំងហើយល្ងឹតទៀតស្រាប់តែបើកទៅអត់បត់មកតាមអ្វីដែលផ្លូវបត់ហ្នឹងទេគឺបើកត្រង់បុកនឹងទ្រូងផ្លូវបុកនឹងបកគោភ្លើងបាទបកគោភ្លើងបាទឡានអីក៏ពិតរួញខ្ទេចបាទរួញខ្ទេចប្រពន្ធនោះបែកទឹកភ្លោះហូរប្តីបោកក្បាលជាមួយនឹងចង្កូតឡានហើយកូនប្រុសនោះគៀបនឹងកៅអីក្រោយនោះគៀបបាទនៅក្នុងឡានហ្នឹងបាទអត់មានអ្នករស់មួយទេបាទមានអ្នករស់ទេបាទស្លាប់នៅកន្លែងកាត់ឲ្យព្រាមប្តីប្រពន្ធនោះបាទបែកទឹកភ្លោះហូរបាទហូរឈាមដាបបាទរលូតកូនជាងក្រៅបាទធ្វើឲ្យអាហ្នឹងចាស់ពីដើមក៏តែងប្រកាសដែរតែចំណុចហ្នឹងគឺគាត់តែងតែចិត្តថាស្ត្រីមានផ្ទៃពោះពីច្រើនគេមិនសូវឲ្យដើរយប់ទេបងប្អូនបាទវាតែងតែមានពួកអមនុស្សឬក៏ពួកអីផ្សេងហ្នឹងតែអបិយជំនឿបងប្អូនបាទតែពេលខ្លះយើងធ្វើអញ្ចឹងការពារក៏ល្អដែរយើងកុំឲ្យវាមានបញ្ហាអីចឹងណាបងប្អូនបាទឥឡូវយើងចូលសាច់រឿងនេះវិញបែកទឹកភ្លោះហូរបាទស្លាប់នៅកន្លែងកើតហេតុភ្លាមឡានក៏ពិតបុកបែកខ្ទេចខ្ទីអស់ហើយបាទបែកខ្ទេចខ្ទីហើយក៏ស្លាប់នៅកន្លែងហ្នឹងបងប្អូនកូនក្មួយមកឃើញបាទយំហូរទៅស្រាក់ទៅស្រាំបាទគិតខាងហេតុអ្វីទៅជាយ៉ាងហ្នឹងបាទហើយនារីម្នាក់ហ្នឹងជាមួយនឹងប្តីហ្នឹងបាទគឺបាននៅវល់ព្រលឹងនៅវល់ពេញហ្នឹងហើយបន្តពីមួយអ្នកដែលស្លាប់ហ្នឹងបាទនារីដែលស្លាប់ជាមួយនឹង3អ្នកគ្រួសារហ្នឹងគឺនៅចាំកន្លែងហ្នឹងអ្នកដែលស្លាប់ពីមុនហ្នឹងគឺអាចគេទៅចាប់ជាតិបាទនឹងគេទៅចាប់ជាតិយកនារីដែលស្លាប់ហ្នឹងទៅពោះធំមកកាន់ទៅហ្នឹងបាទហើយផ្លូវកន្លែងហ្នឹងជិះទៅពេលយប់គឺតែងតែមានមនុស្សដើរឬក៏មានបាទអ្នកបកដៃហើយសុំកាក់តាក់ស៊ីយ៉ាងចោះណាបងប្អូនបាទកាក់តាក់ស៊ីដើម្បីជិះដើម្បីអីចឹងទៅប៉ុន្តែការពិតគឺមិនមែនមានមនុស្សទេគឺជាបិសាចខ្មោចនឹងតែម្ដងបាទធ្វើឲ្យកន្លែងហ្នឹងព្រឺព្រួយលងឡាយគឺខូខើខ្លាំងមែនតើរហូតដល់ថ្ងៃមួយមានអ៊ំប្រុសម្នាក់បាទមានអ៊ំប្រុសម្នាក់គាត់បានជិះកង់កាត់ទីនេះគាត់ដឹងថាកន្លែងហ្នឹងគឺមានខ្មោចហើយបាទមានខ្មោចហើយប៉ុន្តែគាត់ជាមនុស្សម្នាក់ដែលមានអ្នកចង់ដឹងចង់ឃើញថាវាមានពិតមែនអត់ហើយករណីហ្នឹងដែរគឺកាលពីប្រហែលថ្ងៃមុនដែលនារីនិង3អ្នកគ្រួសារបានស្លាប់ហ្នឹងបងប្អូនបាទក៏បានទៅស្លាប់កន្លែងហ្នឹងដែរបាទនិយាយទៅផ្លូវដែលមកជួស្ងាត់ហ្នឹងគឺមានជើងកខ្លាំងមែនតើហើយចំណុចដែលកន្លែងផ្លូវកែងផ្លូវបត់ហ្នឹងគឺ
ស្លាប់ទៅនឹងញឹកជាងគេអញ្ចឹងទៅអ៊ំម្នាក់ហ្នឹងគាត់អាយុប្រហែលជាខ្ទង់60ជាងបាទគាត់ជាអាចារ្យផងបាទគាត់ជាអាចារ្យផងប៉ុន្តែគាត់ក៏បានជិះកាន់ថ្ងៃមួយគាត់បានជិះកង់ឲ្យកាន់កញ្ចាំងហ្នឹងពាក់លើក្បាលទៅគាត់ដើម្បីទៅបន់គេទៅបន់សពគេមួយទៀតអញ្ចឹងដែលឈឺចាស់ជរាស្លាប់ក្នុងភូមិទៅគាត់ក៏បានជិះកាត់ហ្នឹងបើដល់កន្លែងហ្នឹងគាត់គឺខ្សោស៊ឺនៅលើខ្យល់លហើយចិត្តខ្លួនគាត់ណាលក្ខណៈថាហើយក៏គាត់ច្បាច់ភ្លើងទៅគាត់អត់មានឃើញអីទេគាត់អត់ឃើញអីទេបងប្អូនគាត់ឃើញមើលជុំវិញគាត់អត់មានអីទេធម្មតាតែគាត់មានអារម្មណ៍ថាយើងភឺឆ្អឹងខ្ញុំខ្ញាក់បាទដូចមានអ្នកមកតាមគាត់ពីក្រោយអញ្ចឹងណាបងប្អូនបាទប៉ុន្តែអត់មានអីទេអត់មានមនុស្សអីទេស្រាប់គាត់ក៏ជិះកង់ទៅមុខទៀតហើយគាត់ក៏ហឹមចឹងគឺហឹមចឹងបាទគាត់ហឹមចឹងបាទដល់មុខប្រហែលជា 4-5 ម៉ែត្រទៅដល់កន្លែងចំណុចដែលបាទជនរងដែលខ្មោច3នាក់នឹងស្លាប់ទាំងកូនទាំងស្ត្រីពូធំហ្នឹងនិយាយទៅ4នាក់ចោះព្រោះអីមានកូនធូចនេះ4នាក់បាទស្លាប់នៅហ្នឹងក៏ឮសំឡេងយំត្រហឹងបាទវាចិត្តភ្លឺបងប្អូនអ៊ំហ្នឹងគាត់ទៅបន់គេចិត្តភ្លឺហើយបាទដោយសារគាត់មកមួយទឹកមកអីទៅផ្ទះហ្នឹងគាត់ជិះម៉ូតូកាត់ជិះកង់កាត់ហ្នឹងអញ្ចឹងទៅបាទចិត្តភ្លឺហើយក៏ឮសំឡេងស្រែកយំត្រហឹងវិញហ្នឹងថាអត់មាននរណាតើមាននៅខានអត់មានណាតើពលឹងរបស់ខ្លួនទៅចាប់ជាទេចង់មានអ្នកផ្លាស់ប្ដូរអញ្ចឹងណាអ៊ំហ្នឹងគាត់ជាអាចារ្យគាត់ដឹងគាត់មានបន់ណាគាត់បាទឈើស្ដាប់ខ្មោចនឹងនិយាយគាត់ថាគាត់ជីបដាគាត់ក៏អារម្មណ៍គាត់អត់ខ្លាចទេប៉ុន្តែគាត់ចង់ដឹងថាកន្លែងហ្នឹងមានខ្មោចមែនអត់គាត់កាត់ផ្លូវហ្នឹងក៏ប៉ិតផ្លូវវិញប៉ុណ្ណឹងគាត់មានជីតែគាត់ជីក៏ចង់ជីផ្លូវហ្នឹងវាចិត្តលះចិត្តផ្ទះដែលធ្វើបន់ហ្នឹងណាបងប្អូនគាត់ជីកាត់ហ្នឹងនៅពេលជីកាត់ហ្នឹងគាត់ឮសំឡេងយំទៅហឹងជួយខ្លះប្រពេកូនខ្លះជួយយកកូនហ្នឹងទៅផងជួយចិញ្ចឹមផងអញ្ចឹងបងប្អូនហើយប្តីនោះថាជួយខ្ញុំឲ្យខ្ញុំបានទៅចាប់ជាតិប៉ុនកូនខ្ញុំផងជួយផងស្អីចឹងទៅយំទៅហឹងអ៊ំហ្នឹងគាត់ថាគាត់គិតក្នុងចិត្តថានេះហើយពេលខ្លះការបាទมันមានអ្នកណាមកគេថាចង់និយាយថាมันមានអ្នកណាមករងាប់មកកន្លែងទៅនេះអញ្ចឹងណាមករងាប់អាចារ្យពីច្រើនគេពេលដែលមនុស្សស្លាប់គេតែយកមកទឹកម្ករងាប់ឲ្យបងប្អូនបាទប៉ុន្តែពេលនេះវាជើងកបស្លាប់ភ្លាមកាត់ហេតុភ្លាមបាទមិនមានអីទេប្រឡងវល់នោះហើយកន្លែងហ្នឹងតន់តែមានអ្នកណាជាមកដួលស្លាប់នៅកន្លែងហ្នឹងទៀតបានម្នាក់ហ្នឹងចាំកន្លែងហើយអ្នកចាស់គឺទៅចាប់ជាបាទប៉ុណ្ណឹងគឺតចឹងរហូតដល់តាហ្នឹងគាត់បាទបានទៅប្រាប់អ្នកផ្ទះអ្នកអីហ្នឹងឲ្យធ្វើបន់ធ្វើអីទៅទីកសលផលបន់ឲ្យធ្វើអីនៅកន្លែងដែលស្លាប់ហ្នឹងទៅរហូតដល់បានស្ងប់ស្ងាត់ហើយលែងមានបញ្ហាអីកើតឡើងលែងមានរឿងអីកើតឡើងនៅទីហ្នឹងទៀតតាំងពីនោះមកគឺមានសុខសាន្តរហូតมันមានរឿងអ្វីកើតឡើងទេបាទអម្ចាស់នឹងក៏បានតែងតែធ្វើបន់ធ្វើអតិកុសលបាទហើយតែងតែបាទធ្វើពិធីបាទរងាប់ធ្វើពិធីបាទឆ្លងផ្លូវឆ្លងអីហ្នឹងទៅបាទអញ្ចឹងចំណុចនេះគឺចង់និយាយថាបាទការជើងកបឬក៏ស្លាប់កន្លែងណាមួយបាទស្រីហ្នឹងគឺស្លាប់ដោយបាទវេទនាមែនទាំងកូនក្នុងផ្ទះដែលចិត្តនឹងគ្រប់ខែហើយបាទទទួលមរណភាពបាទទាំងគូសារតែម្ដងបាទចឹងទៅចាស់ពីដើមដូចគាត់និយាយចឹងថាបើมันមានបញ្ហាកាយទេកុំតសាទៅបាទទៅជីកដើរផ្លូវទៅយប់ប្រលប់អាត្រៀតពួកអីយើងទាំងងន់និយាយអីចឹងតែមានពួកពួកអីវាបន្លាចធ្វើកូនយំអីចឹងទៅបាទអញ្ចឹងទេវីដេអូទេហើយនឹងសាច់រឿងនិទានបានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនឆ្លាញ់នឹងពេញចិត្តកុំភ្លេចជួយចុចជីវបាទចុចកន្លែងជីវហើយឬក៏ចុច Subscribe បាទចុចមេដៃមួយទៅបាទដើម្បីឲ្យបងប្អូននឹងមានកម្លាំងចិត្តនឹងធ្វើវីដេអូបន្ថែមទៀតបាទហើយអធិស្ឋានដែរបើសិនជានិយាយទៅខ្វះខាតកន្លែងណាឬក៏និយាយទៅមិន
ត្រូវពាក្យអក្ខរាវិរុទ្ធកន្លែងណាសូមមេត្តាខន្តីនិងអធិស្ឋានពីសម្រាប់បងប្អូនបាទអញ្ចឹងទេបើសិនជាបងប្អូនមានសាច់រឿងអីថ្មីល្អៗបងអាច comment ចូលខាងក្រោមវីដេអូនេះបានឬក៏ comment មកដាក់ឈ្មោះចំណងជើងមកប្រាប់បងប្អូននឹងនិយាយឲ្យស្ដាប់អញ្ចឹងណាបងប្អូនបាទអញ្ចឹងសូមគោរពនឹងជម្រាបលាអរគុណ